លពងប្រយ័ត្នទេលពងរបបពុំតាន់ចេះទេកុំតែសាពេកអីណាជីរឿងដែលម្ដាយខ្ញុំជឿធ្ងន់ហេតុអីក៏ពួកនេះលាក់បាំងជាមួយនឹងខ្ញុំពូដឹងអស់ហើយមែនទេខ្ញុំលាក់បាំងជាមួយពូគេជាកំហុសរបស់ខ្ញុំលោកគ្រូពេទ្យនិយាយថាជំងឺលពងមិនអាចដើរផ្លូវឆ្ងាយបានទេពីពេលកាំងទៅហ៊ូចឹងគឺឆ្ងាយណាស់បើសិនជាមានរឿងកាត់ឡើងតាមផ្លូវទៅគិតយ៉ាងម៉េចទៅលពងកុំតែសាអីណាចាំពេលលពូជាចាំត្រឡប់ទៅវិញខ្ញុំអាចចាប់បានតែជំងឺម្ដាយខ្ញុំមិនអាចចាប់បានទេបើសិនជាម្ដាយខ្ញុំត្រូវមិនបានសូម្បីតែនឹងហេតុសពគាត់ក៏គ្មានដែរខ្ញុំជាកូនអកតញ្ញូទោះបីជាខ្ញុំរបួសធ្ងន់ប៉ុណ្ណាក៏ដោយក៏ខ្ញុំត្រូវទៅវិញដែរខ្ញុំត្រូវទៅវិញលោកម្ចាស់ជូនេះជាអំណោយជាទីគោរពរបស់ខ្ញុំសម្រាប់លោកលោកអើយយល់ល្អពួកយើងនិយាយត្រង់តែម្ដងទៅតើលោកសង្ឃឹមថាខ្ញុំធ្វើយ៉ាងម៉េចដែរទៅគេថាសម្លាប់មនុស្សសងជីវិតណាស់តែក៏ជាហងគ្មានទោសដល់ថ្នាក់នោះទេបើសិនជាចង់សម្លាប់គេនោះរឿងនេះប្រហែលជាមហាជនគេមិនគាំទ្រទេរឿងនេះមិនពិបាកទេណាគំនិតលោកគឺចុះធ្វើនេះចុះធ្វើលេងយើងចុះធ្វើនេះគឺជាហងចាំស្ដាប់ដំបងឯងជួយគ្រឿងញៀនបន្ទាប់មកវាយសន្តិសុខឲ្យរបួសឥឡូវសន្តិសុខដែលរបួសធ្ងន់នោះកាប់ពីយប់មិញបានបាត់បង់ចូលទៅហើយសម្រាប់មនុស្សត្រូវតែសងជីវិតយើងមិនអាចលើកលែងទោសឲ្យឯងបានទេតាមច្បាប់មហាឆេងសម្រាប់ទោសប្រហារជីវិតនៅស្អែកថ្ងៃត្រង់ត្រូវយកទៅប្រហារជីវិតនៅទីលានអ្នកស្រីវ៉ូលីមតាលោកដឹងទេថ្ងៃត្រង់នេះគេត្រូវប្រហារជីវិតគាត់ហើយណានឹងក្រៅខ្ញុំបានលើកគេនិយាយដែរក្រែលោកនិយាយថាទេវតាទុកផ្លូវរស់ឲ្យមនុស្សនោះឯងហើយបានចិត្តគេដូចនេះទៅវិញក្រែលោកថាអាចជួយគាត់បានទេមិនកើតទេខ្ញុំចង់ទៅជួបលោកសុបាយស្រងហើយបានជាចង់សម្លាប់គាត់អេមូស៊ីកុំឆេឆាវពេកមានតែ